ជ្រាបសួរបងទាំងអស់គ្នាតើបងថ្ងៃនេះជួបជាមួយនៅពេករីទៀតហើយណាបងថ្ងៃនេះសូមបង្ហាញគ្រឿងតិចបងថ្ងៃនេះអ្នកលក់សប្បាយចិត្តមែនតើថ្ងៃនេះដោយសារភ្ញៀវចាស់គាត់ឆាតមកគាត់ថាអូននឹងឯអូនបងមួយរយៈនេះអត់បានទិញអូនបងកន្លែងតែជាប់ទៅទិញពេករបស់គេអញ្ចឹងណាបងអូនដល់ពេលប៉ុន្តែអ្វីដែលបងយកទៅពេលដែលបងទិញយកទៅបងយកទៅប្រៀបធៀបជាមួយត្បូងរបស់អូននិយាយទៅគឺត្បូងរបស់អូនយកទៅគឺស្អាតចង់និយាយថាក្របទូចមែនប៉ុន្តែចរណៃវានិយាយទៅគឺស្អាតហើយថ្លៃមែនប៉ុន្តែចេញមកចង់និយាយថាវាសមនឹងតម្លៃដែលអូនលក់ហ្មងណាហើយរបស់គេក្របធំហើយតម្លៃធូរថ្លៃប៉ុន្តែប្រើមកអត់ដូចចង់និយាយថាទិញមកពេលទៅឡើងគ្រឿងអត់ដូចអត់ស្អាតដូចអីវ៉ាន់របស់អូនសោះហ្នឹងហើយឥឡូវបងកំងអានេះបន្ថែមទៀតអូយនិយាយទៅខ្ញុំសប្បាយចិត្តមែនតើបងពេលដែលលើបងនិយាយអញ្ចឹងនិយាយទៅអ្នកលក់ចង់និយាយថាលក់ចំណេញមិនចំណេញបងមិនសប្បាយចិត្តស្មើជាងបងយកទៅបងស្រឡាញ់បងពេញចិត្តអញ្ចឹងណាបងនិយាយទៅអ្នកលក់សប្បាយចិត្តមែនតើហ្មងបងពួកអីចង់និយាយថាអ្នកលក់ចង់ទៅយកទៅឲ្យបងយកទៅពាក់ឲ្យបងសប្បាយចិត្តអញ្ចឹងបងធម្មតាពេលដែលខ្ញុំធ្វើឲ្យបានបងហើយបងយកទៅបងស្រឡាញ់បងពេញចិត្តបងសប្បាយចិត្តហើយតាបងស្រឡាញ់ហើយហ្នឹងហើយបងដូចបងធ្លាប់បងធ្លាប់ឆាតមកសួរខ្ញុំអានេះតម្លៃប៉ុន្មាននោះតម្លៃប៉ុន្មានដូចសួរត្បូងអញ្ចឹងណាបងអញ្ចឹងខ្ញុំសួរខ្ញុំប្រាប់តម្លៃប៉ុណ្ណេះហើយដល់ពេលបងយកទៅប្រៀបធៀបគ្នាថាតម្លៃនេះមិនបានថ្លៃជាងគេចេះមួយចុះពីអីអញ្ចឹងណាបងឲ្យគេមុខ4-5លីអីមិនបានថ្លៃគេមកការ៉ាត់ត្រឹម60-80បងហ្នឹងហើយខ្ញុំអត់ដឹងថាបងបែបរបស់គេហ្នឹងបែបមិនគេប៉ុន្តែគាត់តែខ្ញុំគាត់តែបញ្ជាក់ប្រាប់បងថាបងដែលខ្ញុំលក់តម្លៃបើសិនជាទំហំសេរីហ្នឹងគឺចង់គេត្បូងសុទ្ធរបស់យើងគឺតម្លៃគឺថ្លៃអត់មានថោកទេណាបងណាហ្នឹងហើយសិតតែខ្ទង់បើសិនជាក្រហមវិញមុខ4លីជាងអីមកការ៉ាត់200ជាងទៅ300ឯងបងហ្នឹងហើយអត់មានមកតម្លៃខុសគ្នាដល់ថ្នាក់ច្រើនដល់ថ្នាក់ហ្នឹងទេពួកអីមិនងាយនឹងមានផងបាច់ចាំថាឡើយឲ្យតែមានតម្លៃឲ្យតែមានទំហំត្បូងសេរីនឹងទំហំហ្នឹងមកការ៉ាត់250 300ក៏មានគេយកដែរបងឲ្យតែមានមុខ4-5លីហ្នឹងហ្នឹងហើយនិយាយទៅវាមិនមានទៀតបងអានេះខ្ញុំនិយាយពងកពើឯណាអត់និយាយមូលទេណាបើនិយាយមូលតម្លៃគឺថ្លៃទៀតបងហ្នឹងហើយអានេះចង់និយាយថាឲ្យតែមានត្បូងលក់ទៅសេរីទំហំហ្នឹងនិយាយទៅគឺអត់មានទៀតអញ្ចឹងបងហ្នឹងហើយចាំថាបើយកថារបស់ខ្ញុំយកទៅប្រៀបគេខ្ញុំអត់ដឹងទេប៉ុន្តែសំខាន់អ្វីដែលខ្ញុំលក់គឺខ្ញុំធានាឲ្យបងថារបស់ដែលខ្ញុំលក់និយាយទៅគឺជាត្បូងសុទ្ធអត់មែនត្បូងស្លោចាស់ត្បូងជ័រឬក៏ត្បូងបញ្ចូលពណ៌ទេហ្នឹងហើយគឺខ្ញុំធានាឲ្យបងអញ្ចឹងហ្មងហើយបងពាក់ឲ្យទំនុកចិត្តពាក់តកូនតចៅតចលួតចលាទៀតក៏អត់ចេះទៅណាដែរបងហ្នឹងហើយខ្ញុំលក់ក៏ខ្ញុំមិនមែនលក់ឲ្យបងថាបងទិញខ្ញុំតាមមួយថ្ងៃហ្នឹងហើយបងឈប់ទិញដែរហ្នឹងហើយនិយាយទៅខ្ញុំលក់ខ្ញុំអត់មែនចង់បានម៉ូយបងតាមម្ដងហ្នឹងហើយឈប់ទិញខ្ញុំទេហ្នឹងហើយអ្វីដែលខ្ញុំផ្ដោតគឺខ្ញុំចង់ឲ្យបងទិញយកទៅពាក់ឲ្យបានស្អាតហ្នឹងហើយឲ្យបានស្អាតហើយផ្សព្វផ្សាយឲ្យខ្ញុំទៀតហ្នឹងហើយអញ្ចឹងធម្មតាតែយើងទិញយកទៅយើងបានរបស់ស្អាតហើយសុទ្ធអញ្ចឹងទៀតទៅពេលយើងពាក់ទៅគេមិនមែនគេសួរតគ្នាហ្នឹងហើយថាទិញពីเพจណាទិញពីហាងណាអីហាងណាអញ្ចឹងបងប្រាប់ថាទិញពីហាងនេះអញ្ចឹងខ្ញុំក៏មានម៉ូយទៅតាមនឹងដែរហ្នឹងហើយអាហ្នឹងគឺជាគោលការណ៍រកស៊ីរបស់ខ្ញុំអត់ចង់ថាយកលុយបងតែម្ដងអីបោកប្រាស់បងអីអត់ទេបងមិនបាច់ចាំបារម្ភទេហ្នឹងហើយបើសិនជាខ្ញុំរកស៊ីអញ្ចឹងខ្ញុំអាចឈរជើងជិត10ឆ្នាំនៅក្នុងការលក់នៅក្នុងអនឡាញហ្នឹងទេហើយអត់មែនមានម៉ូយច្រើនអញ្ចឹងទេបងហើយរាល់អីវ៉ាន់ដែលខ្ញុំផុសគ្រឿងដែលខ្ញុំផុសនិយាយទៅគឺជាគ្រឿងដែលចេញពីហាងរបស់ខ្ញុំផ្ទាល់ហ្មងអត់មានយកថតពីគេយកមកផុសអីអត់ទេណាបងនិយាយទៅគឺចេញពីហាងរបស់ខ្ញុំផ្ទាល់ហ្មងខ្ញុំ live តាំងពីខ្ញុំមាន view ត្រឹម3-4-5នាក់បងអត់មែនឈរជើងមកចង់និយាយថាយើងនេះណាបងខ្ញុំឈរជើងមកតាំងពីខ្ញុំ live តាំងពីអត់មាន view អត់មានអ្នកមើលបង page នេះហ្នឹងហើយចឹងបងបាច់ចាំបារម្ភថាទិញ page ខ្ញុំខ្លាច page ខ្ញុំបោកអីចេះមួយចុះពីរទិញឲ្យវេលុយមកខ្លាចខ្ញុំអត់ផ្ញើអីវ៉ាន់ឲ្យមិនបាច់ចាំភ័យទេបងហ្នឹងហើយនិយាយទៅតម្រាំតែខ្ញុំឈរជើងមកថ្ងៃនេះនិយាយទៅគឺខ្ញុំប្រើពេលវេលាច្រើនឆ្នាំណាបងហ្នឹងហើយតាំងពីគេអត់ស្គាល់ខ្ញុំរហូតដល់គេស្គាល់ខ្ញុំរហូតដល់ខ្ញុំមានម៉ូយច្រើនណាបងហ្នឹងហើយអញ្ចឹងបងមិនបាច់ចាំបារម្ភទេចង់និយាយថាเพจមួយនេះទោះបីថាចង់និយាយថាចង់ទិញเพจខ្ញុំយកទៅហ្មង
$10000ក៏ខ្ញុំមិនលក់ដែរបងហ្នឹងហើយនេះខ្ញុំនិយាយអញ្ចេះហ្មងពោះចំណូលដែលខ្ញុំរកចូលនិយាយទៅក៏វាបានលើសនឹងទៀតហ្នឹងហើយហើយតម្រាប់តែខ្ញុំសាង page មកនេះហើយនិយាយទៅគឺខ្ញុំប្រើពេលវេលាយូរឆ្នាំណាស់បងហ្នឹងហើយប៉ុន្តែខ្ញុំ live វារយៈពេលប៉ុណ្ណឹងមែនប៉ុន្តែហាងរបស់ខ្ញុំគឺមានយូរហើយគឺខ្ញុំរកស៊ីតពីប៉ាម៉ាក់ខ្ញុំមកហ្នឹងហើយអញ្ចឹងគឺខ្ញុំប្រើហាងហ្នឹងនិយាយទៅគឺមានយូរហើយណាបងហ្នឹងហើយអញ្ចឹងបងទិញដោយទំនុកចិត្តណាបងណាហ្នឹងហើយគ្រាន់តែថាពីមុនហាងយើងពីចាស់ដល់ពេលឥឡូវយើងកែប្រែយើងជួសជុលវាសារឡើងវិញអញ្ចឹងទៅណាបងណាហ្នឹងហើយបងមកដល់ទឹកដីប៉ៃលិនបងអាចsearchក្នុង Google វាយថាយីហៅឡោបអន្លង់អញ្ចឹងមកគឺនៅក្នុង Google Map គឺមានហើយបងហ្នឹងហើយអញ្ចឹងគឺនាំមកបងមកហើយគឺនៅលើផ្លូវជាតិលេខ57នៅមុខអាសនៈលោកយាយយ៉ាត់ធំនៅក្នុងខេត្តប៉ៃលិនហ្នឹងហ្មងណាបងហ្នឹងហើយអត់មាននៅកន្លុកកលៀតណាទេហ្នឹងហើយនៅលើថ្នល់ធំហ្នឹងហ្មងបងនៅមុខលោកយាយយ៉ាត់ហ្នឹងមកដល់ឃើញផ្លាកយីហៅហើយបងហ្នឹងហើយអញ្ចឹងបងចង់អញ្ជើញមកមើលដល់ហាងផ្ទាល់ក៏បានដែរពេលដែលបងស្គាល់ហាងហើយយើងការទិញគឺកាន់តែងាយមានទំនុកចិត្តគ្នាទៅវិញទៅមកទៀតហ្នឹងហើយអត់មែនថាខ្ញុំ live ខ្ញុំចង់លួចបងតែនៅក្នុងការ live អត់ទេបងចង់អញ្ជើញមកដល់ហាងផ្ទាល់ក៏បានដែរហ្នឹងហើយនិយាយទៅបានអញ្ជើញមកដល់ហាងផ្ទាល់ទៀតខ្ញុំកាន់តែសប្បាយចិត្តនិយាយទៅបងមានជំរើសច្រើននិយាយទៅយើងមានត្បូងឲ្យបងគេរើសច្រើនទិញហើយចង់កំងគ្រឿងម៉ូតមិនតាមតែចិត្តបងនិយាយថាភ្ញៀវខ្លះគាត់ទិញហើយគាត់ចង់តឡើងមួយពេជ្រគាត់ដាំត្បូងហើយគាត់មិនមានពេលវេលាមកគាត់ឲ្យខ្ញុំដាំហើយទុកចន្លោះដាក់ពេជ្រអីគាត់ក៏បានដែរហ្នឹងហើយនិយាយទៅគឺតម្រូវតាមចិត្តអតិថិជនហ្មងណាបងណាហ្នឹងហើយអញ្ចឹងបងទិញពី page របស់ខ្ញុំមិនមែនថាខ្ញុំលក់តែគ្រឿងប្រាក់ឯងបងណាហ្នឹងហើយនិយាយទៅគឺខ្ញុំមានលក់ទាំងគ្រឿងផ្លាក់ទិញលក់អីទាំងអស់បងហ្នឹងហើយដោយសារឥឡូវមាសឡើងទេបានខ្ញុំបងខ្លះគាត់ចង់បានតម្លៃធូរអីចឹងទៅគាត់ថាចង់ចាប់ពីគ្រឿងប្រាក់ពាក់មួយរយៈសិនតែពេលមាសចុះគាត់កោះត្បូងនឹងចេញយកដាំជាមួយនឹងផ្លាក់ទីនអីអញ្ចឹងណាបងហ្នឹងហើយអញ្ចឹងគឺគាត់អាចពាក់អានឹងបដោះអាសន្នសិនពេលដែលចង់ធ្វើផ្លាក់ទីនអីអញ្ចឹងទៅគាត់ដូរម៉ូតគាត់ធ្វើផ្លាក់ទីនអីកោះត្បូងយើងយកមកធ្វើមកហ្នឹងហើយពួកអីត្បូងរបស់យើងចង់និយាយថាបងពាក់រាប់រយឆ្នាំទៀតក៏អត់មានចេះប្រែប្រួលពណ៌ទៅណាអត់មានសាក់ពណ៌សាក់អីទៅណាដូចកៅអៅយើងស្លៀកពាក់អីទេអត់ទេបងពួកអីវាជាត្បូងសុទ្ធហ្នឹងហើយវាជាត្បូងសុទ្ធខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតអញ្ចឹងគឺអត់មាននេះទេប្រឡាក់ដីឲ្យលើកមកលាងទឹកវិញគឺស្អាតដូចដើមណាបងណាហ្នឹងហើយអត់មានស្លកពណ៌ស្លកអីទៅណាទេហ្នឹងហើយអញ្ចឹងសម្រាប់បងដែលចង់បានត្បូងសុទ្ធកុំភ្លេចពី page អរីណាបងណាទិញដោយទំនុកចិត្តប្រើដោយទំនុកចិត្តលក់ដោយទំនួលខុសត្រូវណាបងណាចង់ជើញមកដល់ហាងផ្ទាល់ក៏បានដែរបងកុំភ្លេចចុច like ឬក៏ follow page បងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីប្រចាំថ្ងៃដែលបងផុសអញ្ចឹងណាបងហ្នឹងហើយអញ្ចឹងបងចង់បងខ្លះគាត់សួរខ្ញុំម្ដងហើយគាត់អត់ហ៊ានសួរទៀតទេគាត់ខ្លាចសួរឲ្យអត់ទិញខ្លាចអ្នកលក់ខឹងអីចឹងណាបងហ្នឹងហើយបងអានឹងខ្ញុំសូមបញ្ជាក់មួយទៀតបងបាច់ចាប់អារម្មណ៍ទេបងនិយាយទៅបងចាប់អារម្មណ៍អីបងអាចសួរបានសួរអត់ទិញក៏អត់អីដែរបងហ្នឹងហើយសួរទៅបងអត់អីទេអ្នកលក់រីករាយនឹងក្នុងការឆ្លើយប្រាប់បងចឹងណាបងហ្នឹងហើយអរគុណមែនតើណាបងណាចំពោះការគ្រប់គ្រង page បងប្អូនអរគុណទាំងអតិថិជនថ្មីនិងអតិថិជនចាស់បងណាជូនពរបងសំណាងល្អហេងទាំងអស់គ្នាណាបងណាអរគុណ